គួរឲ្យស្ដាយយើងគ្មានយានអវកាសនៅភពសុក្រទៀតនោះទេព្រោះជប៉ុនបានបិទបញ្ចប់ហើយបើនិយាយពីការស្រាវជ្រាវភពសុក្រដែលជាបងប្អូនមកកើតរបស់ភពផែនដីយ៉ាងនេះបានបង្ហាញភាពពោផុលបំផុតតែនៅអំឡុងទសវត្សរ៍ឆ្នាំ1970និង1980ប៉ុណ្ណោះហើយក្រោយមកទៀតគឺមិនសូវមានបេសកកម្មណាចង់ទៅកាន់ទីនោះទៀតនោះឡើយបើទោះបីជា Venus ស្ថិតនៅគៀកនឹងភពផែនដីយើងជាងគេក៏ដោយសម្រាប់មូលហេតុនៃការបបង់ចោលភពសុក្រគឺមានបញ្ជាក់នៅខាងចុងសម្រាប់នៅចុងខែតុលាឆ្នាំ2025នេះដែរព័ត៌មានដ៏គួរឲ្យសោកស្ដាយបំផុតមួយត្រូវបានទីភ្នាក់ងារអវកាសជប៉ុន JAXA ប្រកាសចេញពាក់ព័ន្ធទៅនឹងយានអវកាសរបស់ខ្លួនដែលបានធ្វើការស្រាវជ្រាវភពសុក្រអស់ជិត1ទសវត្សរ៍នោះ JAXA បានប្រកាសថាយាន Akatsuki បានបិទដំណើរការទាំងស្រុងហើយកាលពីថ្ងៃទី28ខែតុលាឆ្នាំ2025ហើយការបិទបញ្ចប់នេះមិនមែនសម្រាប់តែជនជាតិជប៉ុននោះទេគឺសម្រាប់ពិភពលោកទាំងមូលព្រោះ Akatsuki គឺជាយានអវកាសកម្មតែមួយគត់ដែលនៅបន្តសិក្សាស្រាវជ្រាវជំវិញភពសុក្រឬជាបេសកកម្មតែមួយគត់ដែលផ្ដោតសំខាន់ទៅលើ sister របស់ភពផែនដីនោះការប្រកាសអំពីទីអវសានរបស់ Akatsuki ខាងលើនេះបានកើតមានឡើងក្នុងរយៈពេលជាង1ឆ្នាំបន្ទាប់ពី JAXA បានជាប្រទេសភាពរអាក់រអួលរហូតដល់មិនអាចបញ្ជាយាននោះកើតទៀតនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយ JAXA បានគូសបញ្ជាក់បែបនេះថាបេសកកម្មនៃយានអវកាស Akatsuki បានផ្លាស់ប្ដូរទស្សនៈរបស់មនុស្សលោកចំពោះភពសុក្រហើយនេះជាការត្រួសត្រាយផ្លូវសម្រាប់ការសិក្សាបន្តទៅថ្ងៃអនាគតដើម្បីយល់ដឹងថាតើកត្តាអ្វីខ្លះដែលអាចជំរុញឲ្យភពមួយឲ្យក្លាយទៅជាឋានសួគ៌ឬឋាននរកនោះយោងតាម JAXA បេសកកម្ម Akatsuki បាននាំឲ្យជប៉ុនចងក្រងឯកសាររហូតដល់ទៅ178ច្បាប់ដែលជាប្រយោជន៍ដល់ការស្រាវជ្រាវបន្តទៅថ្ងៃអនាគតមិនតែថាសម្រាប់ជនជាតិជប៉ុននោះទេតែក៏សម្រាប់ដៃគូនានារបស់ជប៉ុនផងដែរ Akatsuki ជាបេសកកម្មអវកាសជប៉ុនតម្លៃ$300លានដែលត្រូវបានបញ្ជូនចេញពីផែនដីទៅកាន់ភពសុក្រកាលពីឆ្នាំ2010ប៉ុន្តែវាមិនអាចជ្រៀតចូលគន្លងគូចរជំវិញភពសុក្រតាមការគ្រោងទុកនៅឆ្នាំនោះឡើយដោយអំឡុងពេលនៃការបញ្ឆេះម៉ាស៊ីនដើម្បីរុញច្រានខ្លួនឯងជ្រៀតចូលក្នុងគន្លងគូចរនោះវាក៏ជួបនៅបញ្ហាបច្ចេកទេសយ៉ាងទន់ហន់ប្រការនេះបាននាំឲ្យវាត្រូវបានងាករេទៅគូចរជំវិញព្រះអាទិត្យសិនហើយប្រើប្រាស់របៀបនៃការគូចរបែបនេះជាបណ្ដោះអាសន្នរហូតដល់ទៅ5ឆ្នាំមុននឹងត្រូវបានក្រុមការងារបច្ចេកទេស JAXA នៅលើផែនដីបានចាប់ផ្ដើមរុញច្រានវាជាលើកទី2ចូលក្នុងគន្លងគូចរគៀកនឹងភព Venus បានសម្រេចនៅឆ្នាំ2015ក្នុងគម្លាតគៀកបំផុត 10,000 គីឡូម៉ែត្រនិងឆ្ងាយបំផុត 440,000 គីឡូម៉ែត្រ Akatsuki បានធ្វើការសិក្សាស្រាវជ្រាវជំវិញភពសុក្រអស់រយៈពេលជិត10ឆ្នាំដែលផ្ដោតសំខាន់ទៅលើការសិក្សាស្វែងយល់អំពីធាតុពិតនៃចរន្តបរិយាកាសរបស់ភពសុក្ររបស់កំហុសគួរឲ្យចាប់អារម្មណ៍មួយចំនួនដែលយាននេះរកឃើញមានដូចជារលកទំនាញនៃបរិយាកាសដ៏ធំហេមីហៅថា Mountain Warp of Atmospheric Gravity ដែលជាចរន្តរង្វិលដ៏លឿននៃបរិយាកាសជុំវិញភពសុក្រព្រមទាំងការគូសវាសផែនទីនៃចំណុចពិសេសៗគួរឲ្យកត់សម្គាល់នៅក្នុងលក្ខណៈលំអិតមិនធ្លាប់មានចំពោះស្ថានភាពបរិយាកាសភពស្ថិតនៅលេខរៀងទី2ដែលគួរចូលក្នុងគម្លាតជាមធ្យម108លានគីឡូម៉ែត្រពីព្រះអាទិត្យនោះគូបញ្ជាតាមការសិក្សាកន្លងមកដែលបានមកពីអតីតសហភាពសូវៀតនិងអង្គការ NASA បានឲ្យដឹងថាភពសុក្រពីមុនធ្លាប់មានវត្តមានទឹកនិងក៏អាចមានបរិយាកាសស្រិតនឹងទៅនឹងភពផែនដីផងដែរតែកត្តាអំណោយផលទាំងអស់នេះបានរលាយបាត់ផុតទៅវិញក៏ព្រោះតែភពនេះមានដែនម៉ាញ៉េទិកខ្សោយដែលពិបាកទប់ទល់ទៅនឹងឥទ្ធិពលដ៏អាក្រក់ដូចជាខ្យល់ព្យុះព្រះអាទិត្យនិងរលកធាតុវិទ្យុសកម្មពីព្រះអាទិត្យដែលអាចបំផ្លាញសមាសធាតុសំខាន់ៗក្នុងបរិយាកាសជាពិសេសទឹកចេញពីភពនេះតែម្ដងមួយវិញទៀតភ្នំភ្លើងសកម្មនៅលើភពសុក្រមានច្រើនអនេកដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាប្រចាំនិងក្នុងចំនួនច្រើនលើសលប់ផងដែរយល់ដឹងពីការពិតរួចទៅហើយភពសុក្រត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រភាគច្រើនទទួលស្គាល់ថាមិនមែនជាទីឋានដែលស្វាគមន៍អាណានិគមមនុស្សនៅថ្ងៃអនាគតដូចជាប្រច័ណ្ឌឬភពអង្គារនោះឡើយពិតណាស់មានគំនិតមួយចំនួនត្រូវបានរំលេចឡើងដូចជាការសាងសង់ទីក្រុងដែលនៅពពកភពសុក្រជាដើមតែនោះមិនមែនជារឿងងាយនោះទេហើយក៏មិនមានប្រទេសណាមួយហ៊ានចំណាយធនធានដ៏សន្ធឹកសន្ធាប់បែបនេះនោះឡើយគឺស្រឡះពីប្រច័ណ្ឌផែនដីនិងភពអង្គារដែលកំពុងមើលឃើញគម្រោងជាក់ស្ដែងមួយចំនួនរួចទៅហើយនៃការដាក់អាណានិគមរបស់មនុស្សនៅក្នុងថ្ងៃអនាគត